ស្រែយើងគឺពិបាករកទិញម្ហូបបងប្អូនដោយសារស្រុកស្រែគេអត់សូវមកលក់ទេបងប្អូនអញ្ចឹងពេលព្រលឹមឡើងឬក៏យើងចង់បានម្ហូបអីបងប្អូនពេលភ្លៀងអញ្ចឹងយើងដើរចាប់ក្តាមចាប់អីណាបងប្អូនហើយក្តាមនៅស្រុកយើងគឺសបោបងប្អូននៅស្រុកស្រែចំការគឺសបោក្តាមមែនតែនដោយសារមេឃភ្លៀងអញ្ចឹងគឺវាចេញហើយបងប្អូនហើយបងប្អូនខ្លះអត់ចេះរកទេតែអត់ចេះរកគឺអត់បានទេបងប្អូនសំខាន់មេឃភ្លៀងគឺចេញឲ្យបានមុនគេបងប្អូនហើយក្តាមបកែលាក់ខ្លួនណានេះបងប្អូនក្តាមបកែលាក់ខ្លួនណាឃើញតែចឹងទេលាក់ខ្លួនដើមជើងគោដើមជើងនេះនឹងលាក់ខ្លួនហើយនៅអាកលុកនេះគឺសបោក្តាមជាងគេបងប្អូនដោយសារអីវាអត់តាន់ភ្ជួរដល់អត់តាន់ភ្ជួរសបោស្មៅតើតែសបោស្មៅអញ្ចឹងគឺវាងំគ្នាមកកើបក្នុងអាស្មៅហ្នឹងបងប្អូនគឺក្នុងស្មៅហ្នឹងក្តាមច្រើនណាបងប្អូនអើយតាមភ្លឺដងក៏មានតាមក្នុងស្រែក៏មានតែថ្ងៃនេះខ្ញុំអត់ចាប់ភ្លឺដងបងប្អូនខ្ញុំចាប់ក្នុងស្រែវិញបងប្អូនបើតាមភ្លឺដងក៏មានដែរក្តាមអត់ខ្វះទេតែយើងចាប់តាមភ្លឺស្រែវិញដូរបរិយាកាសចឹងណាក្នុងដងក៏មានក្នុងស្រែក៏មានក្តាមកលុកហ្នឹងធំចាប់បានចិត្តមកសឡបងប្អូនបានច្រើនដែរនេះ